ប៉ុន្តែដូចខ្ញុំបញ្ជាក់បងប្អូនថាសំខាន់បំផុតយើងបានក្នុងឆ្នាំហ្នឹងតែឆ្នាំក្រោយយើងមានបញ្ហាកន្លែងហ្នឹងនេះដែលយើងគួរគិតបាទបងប្អូនយើងចង់បានលើសមៀតគឺមិនបានទេអញ្ចឹងមានតែអ្វីដែលយើងចង់បានឲ្យសមនឹងមៀតដើមយើងទ្រទម្ងន់បានត្រឹមបាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ខាងកសិកម្មហើយបងប្អូនកំពុងតែប្រកបរបរកសិកម្មផ្នែកខាងចម្ការហើយជួបខ្ញុំក្នុងវីដេអូនេះគឺខ្ញុំចង់នាំបងប្អូនឲ្យឃើញពីបញ្ហាឬក៏គុណវិបត្តិដែលយើងទុកឲ្យផ្លែច្រើនជ្រុលធ្វើឲ្យយើងមានបញ្ហាដើមខូចមែកបាទហើយដើមដែលខ្ញុំបានបង្ហាញទំហំគឺខ្ញុំទុកផ្លែឡើងចូលជិត100គីឡូបងប្អូនចូល90គីឡូជាងបាទអញ្ចឹងធ្វើឲ្យមានបញ្ហាមែកទ្រាទម្ងន់មិនបានធ្វើឲ្យប្រេះសម្បកប្រេះអីទៅហើយក៏ខ្ញុំមិនបានទទួលផលពីដើមនេះរយៈពេលកំឡុងពេល2ឆ្នាំហើយអញ្ចឹងខ្ញុំកែគុណវាគឺកាត់មែកធម្មតាមានថាកាត់តែងមែកដើម្បីឲ្យវាចេញមែកថ្មីបាទដើម្បីដូចជាមានដែលយើងប្រមូលផលរួចគឺវាអាចលូតលាស់បានទេបងប្អូនអញ្ចឹងធ្វើឲ្យយើងខាតច្រើនណាពេលដែលយើងចង់ទុកឲ្យវាបានផ្លែឆ្នាំនឹងច្រើនតែវាលើសបរិមាណពេកគឺវាមានបញ្ហាបែបហ្នឹងទោះតែយើងខំទាញមែកចងអីពេលដែលវាផ្លែកាមុននឹងក៏ដោយក៏វានៅតែទ្រទម្ងន់មិនបានធ្វើឲ្យខូចដើមអញ្ចឹងត្រង់ចំណុចនេះគឺខ្ញុំចង់បង្ហាញឬក៏ផ្ដល់ពីបទពិសោធន៍មួយទៅបងប្អូនថាបើសិនជាមានយើងផ្លែជ្រុលលើសចំណុះឬក៏ដើមរុក្ខជាតិយើងផ្សេងពីនឹងក៏ដោយតែយើងទុកឲ្យវាលើសចំណុះពេកគឺវាមានបញ្ហាបែបហ្នឹងអញ្ចឹងចង់ឲ្យបងប្អូនយើងគិតពីថ្ងៃទៅខាងមុខយើងគិតទៅថ្ងៃអនាគតអញ្ចឹងបើសិនជាយើងបានផលក្នុងថ្ងៃនឹងច្រើនប៉ុន្តែថ្ងៃបន្ទាប់ឆ្នាំបន្ទាប់គឺយើងអត់បានផលយើងគឺបាត់បង់ទៅវិញអញ្ចឹងបងប្អូនអញ្ចឹងហើយនេះជាបទពិសោធន៍ខ្ញុំឆ្លងកាត់ដោយផ្ទាល់អញ្ចឹងបានខ្ញុំចង់លើកមកនេះគឺមកចង់បង្ហាញបងប្អូនថាយើងគួរតែគិតពីបរិមាណនៃដែលយើងចង់បានហើយយើងថែទាំដើម្បីឲ្យយើងមានបញ្ហាហើយមូលហេតុអីខ្ញុំចង់ចែករំលែកទៅបងប្អូនគឺខ្ញុំចង់ឲ្យបងប្អូនស្វែងយល់ជាមួយគ្នាថាយើងឃើញផ្លែល្អយើងបានផលក្នុងឆ្នាំនឹងច្រើនមែនដូចខ្ញុំតួយ៉ាងដើមដែលខ្ញុំបង្ហាញបងប្អូនទម្រង់ប៉ុណ្ណេះខ្ញុំបានចូល100គីឡូហើយខ្ញុំបោះឲ្យមួយកង់កំឡុងហ្នឹងយើងបាន1គីឡូដល់តែ55មានន័យថា5500អញ្ចឹងយើងបានថាពីដើមនេះមកដើមនេះយើងចូល500000ហើយបងប្អូននិយាយអញ្ចឹងចំណូលដុលហើយយើងផាត់ទៅចំណាយវិញវាអស់ស្ដួយស្ដាងនេះទេអញ្ចឹងណាប៉ុន្តែយើងគិតថាយើងបានពេលហ្នឹងតែឥឡូវ2ឆ្នាំហើយគឺខ្ញុំអត់បានទទួលផលពីដើមហ្នឹងទេវាបែរជាធ្វើបងប្អូនវានៅក្រិនអញ្ចឹងមកអញ្ចឹងវាធ្វើឲ្យយើងខាតចំណូលវិញបើសិនតែយើងទទួលផលវាថាមួយឆ្នាំយើងយកត្រឹមតែ200,000ឬក៏50,000ក្នុង200,000ឬក៏30,000ណាអធិស្ឋានបងប្អូនណាគឺខ្ញុំគិតថាយើងប្រមូលផលបាន2ឆ្នាំ3ឆ្នាំបានច្រើនអញ្ចឹងហ្នឹងផងតែនេះអត់ទេវានឹងក្រងវាចង់ទៅងាប់ទៅវិញទៀតអញ្ចឹងណាបងប្អូនអញ្ចឹងហើយត្រង់ចំណុចនេះគឺខ្ញុំចង់បង្ហាញឲ្យបងប្អូនឲ្យយល់កាន់តែច្បាស់ដូចគ្នាបើដើមយើងតូចអីតូចទោះតែយើងខំបច្ចេកទេសទាញដើមចងដើមអីយ៉ាងណាទ្រាំយ៉ាងណាក៏ដោយក៏វាបាក់ដែរអញ្ចឹងណាបងប្អូនចាក់បុយបងប្អូនពេលនេះគឺខ្ញុំមានតែបច្ចេកទេសមួយទៀតទេបងប្អូនណាគឺខ្ញុំសុខចិត្តកាត់មែកចោលហើយកាត់នេះឡើងកាត់ដូចខ្ញុំតែងហើយបងប្អូនបាទគឺខ្ញុំកាត់ចោលឲ្យក្តិលហ្មងមានន័យថាកាត់ឲ្យអស់បងប្អូនតិចឃើញថាខ្ញុំកាត់ដល់ប៉ុណ្ណាគឺខ្ញុំសម្រេចចិត្តថាខ្ញុំអត់ទទួលផលពីវា2ឆ្នាំមកហើយតែឥឡូវគឺខ្ញុំសម្រេចចិត្តថាកាត់ចោលឲ្យអស់មើលថាវាអាចនឹងលាស់បានប៉ុន្តែបើឲ្យវាងាប់វាអត់ងាប់ទេបងប្អូនវានៅក្រិនវានៅតែដូចខ្ញុំបញ្ជាក់ចឹងថា2ឆ្នាំហើយគឺវាអត់តណាទេបើដើមផ្សេងបើសិនជាប្រភេទរលួយឬប្រភេទនេះបងប្អូនគឺរលួយឬក៏ហៅថាទឹកជោកជាប់ណាអត់យូរទេបងប្អូនទោះតែពងផ្លែហ្នឹងបើថាញាប់ងាប់យកហើយប៉ុន្តែនេះអត់ទេនេះគឺជាដូចខ្ញុំបញ្ជាក់គឺវាគុណវិបត្តិឬក៏ផលនេះមួយបញ្ហាមួយដែលយើងទុកផ្លែច្រើនបាទអញ្ចឹងបងប្អូនគឺខ្ញុំបញ្ជាក់ថាគឺខ្ញុំត្រូវតែកាត់ចោលឲ្យអស់
cứ mình ai tục bàn thì tê rồi bây giờ tục pi năm thì không tay thì muốn bị ban là tập phò ở vậy tầm đó bà chẳng hay ban trong vô ở ca tay bài mày mà đón á bông ổn cứ dương cắt ỏi rồi linh mà đòi đời xa mua là hai đây dương ai mình khá cắt ỏi rồi lính đây xa dương khơi tha tam quạt lụa và phệt đảm chơ quạt lụa côn chơ ru cột chiết xanh tăng tam nía tàu tam bột rây tam ấy bong ổn nhóm khơi tha quạt qua tàu sao rồi tích tuổi thế hái quạt cắt mỏng cứ cắt hái tay đam quạt rùa trắngไปใจกันเตยយើងនេះយើងមានតែរៀនពីគាត់សិក្សាពីគាត់ដែរបាទសិក្សាពីគាត់ដែរដោយសារខ្ញុំឃើញថាពេលខ្លះគាត់គោះដើមមានក្រអូបឬក៏មានកោះកបីធំហើយគាត់គោះដាក់អញ្ចឹងបងប្អូនអាចនឹងឃើញហើយតាមហាងគាត់លក់ផ្កាលក់កូនឈើលក់អីបងប្អូនឃើញហើយកន្លែងកសិដ្ឋានខ្លះគាត់លក់ធំឃើញច្រើនគឺគាត់ធ្វើបែបហ្នឹងកាត់អស់តែវានៅរស់បាទអញ្ចឹងដូចគ្នាដែរបងប្អូនសម្រាប់មេឃមានយើងក៏ដូចគ្នាដែរគឺវាអាយុវាមិននេះទេវាមិនខ្លីទេអាយុវាវែងអញ្ចឹងមានតែយើងបច្ចេកទេសគឺកាត់ឲ្យអស់ចឹងហើយបងប្អូនហើយដោយសារខ្ញុំឃើញមួយទៀតដែរថាពេលដែលយើងចង់លក់ដើមមានអីខ្ញុំឃើញគេមកគាស់ដូចគ្នាដូចខ្ញុំនិយាយតួយ៉ាងមកគេមកគាស់ឃើញគេជីករុំនៅតូចតែវាអាចដុះមែកបានបាទហើយអ្វីដែលខ្ញុំឃើញមួយទៀតបងប្អូនពេលដែលវាបាក់ដើមចោលក៏វាឃើញដុះប្រឡកចេញមកវិញចេញអាចនឹងនេះមកវិញណាបងប្អូនអាចចេញជាដើមថ្មីមកវិញបានណាដូចខ្ញុំបញ្ជាក់បងប្អូនថាបើសិនជាករណីមានយើងមិនមែនបញ្ហាជួបនៃការរលួយឬបាទអញ្ចឹងបើត្រឹមមានខ្យល់កត្រាក់បាក់បាទហើយបើសិនជាត្រឹមវាមានបញ្ហាបែបហ្នឹងយើងកាត់ដល់គល់ក៏ដោយក៏វានៅតែដុះដែរបងប្អូនវាប្រព័ន្ធឬវាខ្លាំងបាទដូចខ្ញុំបញ្ជាក់គឺប្រព័ន្ធឬខ្លាំងប៉ុន្តែគាត់ថាវាខ្លាំងនៅពេលដែលវាអត់ជាប់ទឹកវាអត់លិចទឹកអញ្ចឹងណាបងប្អូនហើយបងប្អូនចាំមើលខ្ញុំកាត់នេះខ្ញុំនិយាយខ្ញុំកាត់ទៅអស់ហ្នឹងបាទហើយខ្ញុំកាត់នេះមិនមែនថាខ្ញុំបានជោគជ័យហើយមកបង្ហាញបងប្អូនទេកត្តាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនចំណុចសំខាន់គឺខ្ញុំចង់បង្ហាញតែលើគោលចំណុចមួយថាបើសិនជាបងប្អូនទុកផ្លែច្រើនលើសនៃទម្ងន់នៃការត្រគឺវាមានបញ្ហាបែបហ្នឹងអញ្ចឹងហើយខ្ញុំចង់ឲ្យបងប្អូនដែលគាត់បានមានចំការក្រោយស្វែងយល់បន្ថែមដោយសារខ្ញុំប្រកបនឹងការធ្វើចំការនេះយូរឆ្នាំដូចខ្ញុំបានធ្លាប់បញ្ជាក់វីដេអូមួយមុនអញ្ចឹងបងប្អូនប៉ុន្តែខ្ញុំមិនដែរជួបបញ្ហាបែបហ្នឹងទេខ្ញុំជួបបញ្ហាបែបហ្នឹងមានខ្ញុំពាន់ដើមដែរតែឥឡូវខ្ញុំជួបបញ្ហាពីរដើមបាទដើមនឹងមួយដើមមួយទៀតប៉ុន្តែគាត់ថាខ្ញុំថតដើមនេះមួយដើម្បីបង្ហាញជាមួយបងប្អូនហើយខ្ញុំចង់ធ្វើជាបទបង្ហាញហើយបង្ហាញពីថាផលវិបាកឬក៏មិនចឹងទៅហើយដូចជាបច្ចេកទេសក្នុងការកាត់មែកដូចខ្ញុំជម្រាបបងប្អូនថាមានតែយើងសាកល្បងយើងរៀនខ្លួនឯងយើងសិក្សាខ្លួនឯងបន្ថែមបាទបានយើងអាចទៅបានបើសិនជាយើងអត់ព្យាយាមសិក្សាព្យាយាមរៀនទេយល់ពីដំណាំដែលយើងកំពុងតែធ្វើទេបងប្អូនដូចខ្ញុំបញ្ជាក់គឺយើងអត់ទៅបានលទ្ធផលអត់ទៅបាននេះមកទេបាទអត់ទៅបានថាអត្ថប្រយោជន៍ពីដំណាំដែលយើងកំពុងតែធ្វើនឹងទេហើយបងប្អូនដឹងហើយថាពេលដែលយើងធ្វើវាតែងតែជួបមានព្យុះមានភ្លៀងមានផ្គរហើយបងប្អូនយើងមិនអាចដោយរលូនទេអញ្ចឹងដែលខ្ញុំនិយាយថារឿងព្យុះរឿងផ្គរហ្នឹងគឺវាអញ្ចឹងពេលដែលយើងសិក្សាពីកសិកម្មឬក៏យើងបានពីអ្នកដែលមានជំនាញខាងកសិកម្មអីគឺយើងបានតែបានផលធ្វើដើម្បីបានផលបានអីប៉ុន្តែការពារក៏គាត់ប្រាប់ដែរបាទប្រាប់ឲ្យយើង1 2 3ដែលយើងអនុវត្តដែរប៉ុន្តែពេលដែលយើងអនុវត្តទាំងខ្ញុំទាំងគេបងប្អូនពេលដែលយើងឃើញថាដំណាំយើងកំពុងតែឲ្យផលខ្លាំងយើងថាយើងចង់បានទេយើងចង់បានច្រើនអញ្ចឹងមានថាយើងទៅកាត់ក្តឹបចោលយើងទៅកាត់អីចោលមិនហើយបើផ្លែនោះវាមិនមែនរាយណាបងប្អូនដូចខ្ញុំបញ្ជាក់ថា90គីឡូជាងនេះគឺផ្លែចកោមស្អាតថ្លោះល្អពេលដែលអំណោយផលពីធម្មជាតិយើងមានទឹកភ្លៀងគ្រប់គ្រាន់បាទដែលយើងមានជីវជាតិអីផងយើងនឹងទុកហ្នឹងអញ្ចឹង
ប៉ុន្តែដូចខ្ញុំបញ្ជាក់បងប្អូនថាសំខាន់បំផុតយើងបានក្នុងឆ្នាំហ្នឹងតែឆ្នាំក្រោយយើងមានបញ្ហាកន្លែងហ្នឹងនេះដែលយើងគួរគិតបាទបងប្អូនយើងចង់បានលើសមៀតគឺមិនបានទេអញ្ចឹងមានតែអ្វីដែលយើងចង់បានឲ្យសមនឹងមៀតដើមយើងត្រទម្ងន់បានត្រឹម50គីឡូគឺយើងទុក50គីឡូបើសិនជាយើងគិតថាដើមយើងអាចបានត្រឹម70 80គីឡូយើងទុកទៅបងប្អូនបាទអញ្ចឹងខ្ញុំចង់alert ត្រង់ចំណុចនេះគឺឲ្យបងប្អូនដែលមិនទាន់ជួបវិបត្តិបែបនេះឬក៏បងប្អូនឃើញថាដំណាំយើងមិនក៏បានផលឆ្នាំហ្នឹងឆ្នាំក្រោយអត់បាននេះគេហៅថាដំណាំបាក់ឲ្យបងប្អូនណាដំណាំគេថាបាក់ស្បាតហើយអញ្ចឹងមានអីមានតែបងប្អូនយើងចាប់ផ្ដើមកែច្នៃហើយយើងចាប់ផ្ដើមសិក្សាឡើងវិញអញ្ចឹងណាបងប្អូនហើយខ្ញុំបញ្ជាក់ជាថ្មីថានេះខ្ញុំអត់បានមានដល់បច្ចេកទេសសំខាន់ថាអូខេបងប្អូនអាពេលដែលមានបញ្ហាហ្នឹងយើងធ្វើបែបនេះជាបែបនោះជាទេតែខ្ញុំនៅតែបញ្ជាក់ថាខ្ញុំកំពុងតែសិក្សាថ្មីដែរហើយក៏បញ្ជាក់បងប្អូនពេលហ្នឹងហើយចាំមើលលទ្ធផលបែបណាក៏យើងត្រូវតាមដានទាំងអស់គ្នាដែរបងប្អូនបាទតែអ្វីដែលខ្ញុំចង់ alert ឬក៏សារដើម្បីឲ្យបងប្អូនបានយល់ច្បាស់នោះគឺមេត្តាសូមបងប្អូនកុំទុកបាទកុំទុកផ្លែច្រើនជ្រុលបាទយើងនឹងមានបញ្ហាហើយបងប្អូនគិតមើលទៅយើងចំណាយពេលរយៈដាំនេះគឺចូល8 9ឆ្នាំចុងក្រោយឡើងយើងបែរមកខាតបង់វិញហើយធ្លាប់តែដើមយើងហ្នឹងគឺឲ្យផលដល់តែ90គីឡូចូល100គីឡូแล้วហើយបាទចូលមួយដើមបាន500000បងប្អូនបើសិនតែយើងដាំមួយដើម500000ក៏វាគួរសមបានច្រើនដែរប៉ុន្តែដូចខ្ញុំបញ្ជាក់ថាខ្ញុំនិយាយពេលនេះដំណាំមានបងប្អូនកុំប្រៀបធៀបថាខ្ញុំដាំដំណាំតរ៉េនបានថ្លៃជាងចេះចុះបងប្អូនបាទខ្ញុំនិយាយពីមានខ្ញុំនិយាយពីអត្ថប្រយោជន៍ឬគុណសម្បត្តិពីមានហើយអញ្ចឹងបងប្អូនខាងដំណាំផ្សេងមេត្តានិយាយត្រង់មេត្តាកុំនេះណាកុំឲ្យថាខ្ញុំអួតដំណាំយើងចេះចុះមួយហើយដំណាំមានខ្ញុំបញ្ជាក់ដូចបងប្អូនបានតាមដានវីដេអូខ្ញុំថាដំណាំមានយើងអាចបញ្ជាបានគ្រប់នៅពេលគ្រប់ដែលយើងបានឲ្យតែយើងមានទីផ្សារមានអីសំខាន់ល្អគឺយើងអាចធ្វើទៅបានបាទអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្្នឹងសម្រាប់ចែកជូនឬក៏ចង់បង្ហាញបងប្អូនដើម្បីឲ្យបងប្អូនបានយល់ពីបញ្ហាដែលយើងអាចថាកុំឲ្យកើតឡើងហើយចុងក្រោយក៏សូមអរគុណបងប្អូនដែលបានតាមទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ហើយប្រសិនបើបងប្អូនចូលចិត្តនិងគាំទ្រសូមបងប្អូនជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតពីខ្ញុំបាទសូមអរគុណសូមជម្រាបលា